យ៉ាងណាយ៉ាងណីចិត្តគាត់មិនឯងគិរីវងសុកសែនជ័យបាទទូកនេះទទួលអ្នកនាំមុខនោះគឺបារមីពោមាដែលចូលចាត់ទុកទី90ចាគិរីវងសុកសែនជ័យរបស់ឯកឧត្តមសុកសកានខ្សែទឹកខាងក្រៅឯកសណ្ឋានពួកបៃតងនេះហើយគឺគិរីវងសុកសែនជ័យខ្សែទឹកខាងក្នុងកោះកេសែនជ័យបារមីព្រះអង្គខ្មែររបស់ឯកឧត្តមនាយឧត្តមសេនីយ៍គតិបណ្ឌិតហៀងប៊ុនហៀងនិងឯកឧត្តមគឹមរដ្ឋាភិបាលខេត្តព្រះវិហារតាមយ៉ាងណាយ៉ាងណីចិត្តគាត់មិនឯងគិរីវងសុកសែនជ័យបាទទូកនេះទទួលបានការឧបត្ថម្ភពីលោកជំទាវអានីសុកអានទៀត3លានរៀលបាទបន្ថែមណែដល់ទទួលបានជាជំនះហើយចាគិរីវងសុកសែនជ័យទី90បាទគូទី90បាទយើងឃើញហើយបាទទូកដែលបណ្ដែតខ្លួនបន្តមករៀបចាប់យកកងព័ន្ធទី2ចាបាទខ្សែទឹកខាងក្នុងគិរីវងសុកសែនជ័យរបស់ឯកឧត្តមសុកសកានបាទទទួលបានការឧបត្ថម្ភពីបាទលោកជំទាវអានីសុកអានបាទជាមួយនឹងបាទខាងលោកជំទាវសំអាងលក្ខណៈបងបាទទទួលបានការឧបត្ថម្ភច្រើនណាស់ទូកនេះបាទក្នុងការអុំរយៈពេល3ថ្ងៃឥឡូវយើងមើលបាទកោះកេសែនជ័យបារមីព្រះអង្គខ្មៅខ្សែទឹកខាងក្រៅបាទនាំមុខបន្តិចបន្តួចហើយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍គតិបណ្ឌិតហ៊ីងហៀងនិងឯកឧត្តមគឹមរដ្ឋាអភិបាលខេត្តព្រះវិហារចាបាទអូពាក់កណ្ដាលទូកដែរណាគិរីវងសុកសែនជ័យយ៉ាងម៉េចហើយបាទឥឡូវនេះបាទការបញ្ជើងទី1គិរីវងឈ្នះគិរីវងឈ្នះបាទឥឡូវបដូរទៅខាងក្រៅខាងនោះឈ្នះវិញបាទម្នាក់មួយជើងបាទ